ហារពេលព្រឹកគឺជារបបអាហារមួយដែលមានសារៈប្រយោជន៍ឬសារៈសំខាន់សម្រាប់សុខភាពរបស់យើងខ្លាំងមែនទែនបាទខ្លាំងជាងអាហារពេលល្ងាចនិងអាហារពេលថ្ងៃត្រង់ផងបាទសួរថាហេតុអីបានយើងចាត់ទុកថាអាហារពេលព្រឹកជារបបអាហារដែលមានសារៈសំខាន់ជាងអាហារផ្សេងៗជាងពេលអាហារផ្សេងៗទៀតហ្នឹងណាបាទដោយសារតែយើងអត់អាហារ8ទៅ12ម៉ោងហើយតាំងពីរសៀលមករហូតយើងគេហ្នឹងខ្លួនយើងគឺប្រើថាមពលខ្លាំងមែនទែនបាទធ្វើជាបាត់តែយើងអត់ធ្វើសកម្មភាពប៉ុន្តែខួរក្បាលរបស់យើងគឺនៅដុត energy ដុតបំផ្លាញកាឡូរីដង្ហើមយើងដកគឺសកម្មភាពរបស់យើងហើយប្រព័ន្ធរំលាយអាហាររបស់យើងនៅធ្វើការជាធម្មតាថ្លើមយើងនៅធ្វើការជាធម្មតាអញ្ចឹងនៅពេលណាដែលយើងអត់អាហាររយៈពេលវែងបែបនេះវានឹងធ្វើឲ្យរាងកាយរបស់យើងរងចាំយើងភ្ញាក់ឡើងមកគឺរងចាំទទួលអាហារផ្សេងទៀតថ្មីទៀតដែលវាយកទៅធ្វើការឲ្យរាងកាយយើងមិនធ្វើ metabolic ភាសាបច្ចេកទេសណាថ្លើមចាប់ដើមយកអាហារថ្មីហ្នឹងទៅធ្វើ metabolic បំបែកទៅជាវីតាមីនទៅជា protein ទៅជាស្ករទៅជាវីតាមីនអីផ្សេងៗអញ្ចឹងនៅពេលដែលយើងក្រោកពីគេងមកយើងអត់បានដាក់របបអាហារហ្នឹងចូលរាងកាយរបស់យើងមិនបង្ហាញពីសកម្មភាពឬការសាញ់សន្ទឹមភ្លាមទេតែយូរទៅវានឹងបង្ហាញអាការៈឲ្យយើងដឹងថាបញ្ហានេះវាចាប់ដើមកើតមានឡើងអញ្ចឹងណាបាទតែយើងមិនបានកត់សម្គាល់ទេចាគ្រូច្រើនអ្នកគាត់អត់អាហារពេលព្រឹកខ្ញុំឃើញច្រើននៅគ្រូកើតបញ្ហាកាហ្វេពីច្រើនគឺគាត់អានកាហ្វេមកកើតទៅគាត់លេងញ៉ាំអីទាំងអស់កាហ្វេមកចាក់ចូលមកគាត់ដឹងថាអូមានអារម្មណ៍ថាដូចយើងជឿកាហ្វេឬកាហ្វេយ៉ាងគ្រូចាខ្ញុំមិនគួរចង់ឲ្យគ្រូជួយណែនាំនៅរបបអាហារល្អៗសម្រាប់សុខភាពញ៉ាំនៅក្នុងអំឡុងពេលព្រឹកវិញទៅគ្រូតើគួរតែជ្រើសរើសនៅរបបអាហារបែបណាដែលល្អសម្រាប់សុខភាពរបស់យើងក្នុងអំឡុងពេលព្រឹកគ្រូបាទតាមធម្មតារបបអាហារគេចែកទៅជា3ក្រុមអញ្ចឹងបងប្អូនយើងមួយចំនួនគាត់បានយល់តែមួយចំនួនទៀតអត់ស្គាល់ថាអ្វីទៅជាអាហារ3ក្រុមហ្នឹងក៏ប៉ុន្តែក្រុមមួយហ្នឹងវាមានច្រើនអញ្ចឹងណាតែយើងទទួលទានម្ដងត្រូវតែឲ្យវាគ្រប់3ក្រុមហ្នឹងអញ្ចឹងក្រុមទី1គេឲ្យឈ្មោះថា energy food មានន័យថាអាហារដែលផ្ដល់ឲ្យយើងនៅធម៌ពលធម៌ពលកាលណាយើងញ៉ាំចូលទៅវាបំលែងទៅជាធម៌ពលឲ្យរាងកាយយើងមានកម្លាំងឲ្យពួកក្បាលយើងមានធម៌ពលប្រើប្រាស់អញ្ចឹងអាពពួកហ្នឹងគេហៅថាអាហារធម៌ពលក្រុមទី1ហ្នឹងបានមកពីពពួក carbohydrate យើងនិយាយ carbohydrate ប្រហែលជាពិបាកយល់អាហារដែលបានមកពីពពួកប្រភេទម្សៅមិនមែនម្សៅលាបបុកណាអាហារដែលផលិតចេញពីម្សៅដូចជានំប៉័ងបាយនំនែកអីផ្សេងហ្នឹងមានមួយផ្នែកទៀតបានមកពីពពួកខ្លាញ់ដែលយើងញ៉ាំក៏បំលែងទៅជាធម៌ពលដែរហើយនឹងពពួកផ្អែមដែលយើងញ៉ាំទៅពីស្ករពីភេសជ្ជៈផ្អែមពីអីហ្នឹងបំលែងទៅជាធម៌ពលដែរអញ្ចឹងខ្លាំងយើងជាអ្នកបំលែងអញ្ចឹងមួយក្រុមហ្នឹងបើយើងញ៉ាំតែមួយក្រុមហ្នឹងយើងអត់ទាន់គ្រប់ទេព្រោះរាងកាយយើងត្រូវការ3ក្រុមម្ដងអញ្ចឹងយើងក្រុមទី1បានក្រុមអាហារធម៌ពលចូលក្នុងខ្លួនយើងតែរបៀបនៃការជ្រើសរើសរបស់យើងនៅមានខ្ញុំនឹងជម្រាបជូនពេលក្រោយអញ្ចឹងណាក្រុមទី2គេឲ្យឈ្មោះថាក្រុមអាហារស្ថាបនាដូចយើងស្ថាបនាស្ពានមួយអញ្ចឹងយើងត្រូវការអីខ្លះដើម្បីបានមានដែកមានថ្មមានស៊ីម៉ង់មានខ្សាច់មានអីអញ្ចឹងរាងកាយយើងដូចគ្នាអាហារស្ថាបនាហ្នឹងគឺជាក្រុមទី2ដែលបានមកពីពពួកសាច់សុទ្ធឬហៅថាពពួក protein បានមកពីសាច់សុទ្ធគ្រាប់ធញ្ញជាតិនិងបន្លែមួយចំនួនដែរអញ្ចឹងយើងបាន2ក្រុមហ្នឹងនៅក្រុមទី3ក្រុម3គេអញ្ចឹងណាហើយក្រុមទី2នេះគឺវាជួយយើងឲ្យម៉េចយើងសឹករិចរិលមានន័យថាយើងដើរយើងប៉ះតែកិច្ចយើងចាស់យើងត្រូវពលឺថ្ងៃយើងឈឺមេរោគវាយប្រហារគឺត្រូវការលូតលាស់កោសិកាមកវិញដោយប្រើកម្លាំងឬក៏ប្រើធម៌ពលរបស់អាហារស្ថាបនាហ្នឹងវាទៅបណ្ដុះកោសិកាទៅឲ្យយើងឲ្យលូតលាស់វិញយើងនឹងបើយើងជាវិញដោយសារពួកនេះអញ្ចឹងណាបាទអញ្ចឹងយើងចាំបាច់ត្រូវការវាទៀតហើយអញ្ចឹងយើងបានទី1ទី2ហើយទី3យើងត្រូវការអាហារមួយទៀតគេហៅថាអាហារភាសាពេទ្យគេហៅ protective food អញ្ចឹងអាហារការពារយើងម្ដងអញ្ចឹងអាហារការពារបានមកពីអីគេបន្លែផ្លែឈើពួកនេះផ្ដល់មកនៅពួក mineral ផ្ដល់ពួករ៉ែផ្ដល់មកពួកវីតាមីនផ្ដល់មកនៅពួកសារជាតិផ្សេងៗពិសេសទៀតដែលយើងអាចជាខ្លាញ់អាចជាអីចឹងណាបាទខ្លាញ់ល្អពួកអូមេហ្គាពួកអីចឹងវាជួយយើងមិនពួកនេះការពារយើងកុំឲ្យឈឺអញ្ចឹងយើងញ៉ាំអាហាររាល់តែពេលយើងត្រូវគិតថាយើងត្រូវការឲ្យវា3ក្រុមនឹងគ្រប់ទោះបីវាមិនបានទាំងអស់តែឲ្យក្នុងមួយពេលនោះឲ្យមាន3ក្រុមនឹងគ្រប់អញ្ចឹងខ្ញុំនឹងជម្រាបជូនបន្តតាក់ទងទៅនឹងអាហារពេលព្រឹកមានអីសំខាន់ដែលយើងគួរតែជ្រើសរើសយកមកទទួលទានដើម្បីប្រយោជន៍ដល់រាងកាយរបស់យើងអញ្ចឹងណាបាទមានទៅជាមួយនឹងរបបអាហារនោះបងប្អូនក៏គាត់ចង់ដឹងថាញ៉ាំមិនដើម្បីឲ្យវាល្អសម្រាប់សុខភាពពួកអីគេច្រើនគឺលើកឡើងថាអាហារពេលព្រឹកដែលយើងនឹកឃើញខ្មែរយើងគាត់នឹកឃើញបបរកាទៀវឆាបាយឆាអីគេអញ្ចឹងច្រើនគ្រូជួយណែនាំកាន់តែលម្អិតជាងនឹងតិចដែលគាត់លើកឡើងមុនហ្នឹងថាគ្រូនឹងសម្រាប់បន្ថែមទៅលើការជ្រើសរើសបែបណាដែលសមស្របជាមួយនឹងសុខភាពរាងកាយបាទអរគុណតាមពិតទៅវាតាក់ទងទៅនឹងលទ្ធភាពរបស់ពួកគាត់ដែរអញ្ចឹងបើសិនជាគាត់មានលទ្ធភាពចូលហាងធំយើងអាចជ្រើសរើសបានតាមបែបហ្នឹងតែបើគាត់នៅផ្ទះគាត់អាចជ្រើសរើសបានតាមបែបគាត់ឬក៏អ្នកធ្វើការប្រញាប់អាចជ្រើសរើសបានតាមប្រភេទហ្នឹងតែខ្ញុំមិននិយាយពីប្រភេទទាំងអស់ទេគាត់ចង់សរុបរួមមកថាអាហារពេលព្រឹករាល់ពេលដែលយើងទទួលទានទី1គឺយើងត្រូវការឲ្យមានអាហារធម៌ពលហ្នឹងដូចនិយាយមកអញ្ចឹងយើងបានអាហារដែលបានពីធម៌ពលមាននំប៉័ងយើងជីទៅយើងជ្រើសរើសនំប៉័ងជ្រើសរើសមីកាទៀវអីដែលយើងអាចធ្វើបានអញ្ចឹងណាអាពួកនេះវាផ្ដល់ឲ្យយើងនៅធម៌ពលកម្លាំងនិយាយរួមពីកម្លាំងអញ្ចឹងណាបាទយើងញ៉ាំទៅវាបំបាយទៅជាស្ករយើងមានធម៌ពលអញ្ចឹងនៅក្នុងចានយើងមានអាមកថាយើងមាននំប៉័ងមួយអញ្ចឹងណាបាទអញ្ចឹងយើងទៅមានអីទៀតនៅក្នុងហ្នឹងយើងត្រូវការ protein មែនទេអាពួកស្ថាបនាហ្នឹងអញ្ចឹង protein ខ្ញុំណែនាំឲ្យស្គាល់អាហារដែលមានប្រយោជន៍ជាងគេក្នុងចំណោម protein ទាំងអស់ហ្នឹងគឺពពួកស៊ុតមិនមែនថាតែពងទាទេអញ្ចឹងពងក្រួយពងមាន់ពងអូទ្រីសជាអញ្ចឹងទៅអញ្ចឹងណាពងកង្ហានពងអីហើយនិយាយពីរឿងស៊ុតដែលយើងញ៉ាំហ្នឹងគឺវាផ្ដល់ protein ផងវាផ្ដល់សារជាតិមួយទៀតដែលគេហៅថា choline ដែលពាក្យសារជាតិ choline ហ្នឹង choline ហ្នឹងវាជួយយើងឲ្យ hypothalamic gland នៅក្នុងខួរក្បាលយើងក៏ពេញមួយហ្នឹងបញ្ចេញសារជាតិ choline មកល្អមានន័យថាវា
ចេញយកមកល្អធ្វើឲ្យយើង happy ឲ្យយើងបំបត្តិ stress អីជាដើមអញ្ចឹងសុទ្ធផ្ដល់ protein ផងដល់ប្រយោជន៍ដល់គូក្បាលផងដល់ប្រយោជន៍ដល់បេះដូងយើងផងអញ្ចឹងនៅក្នុងសុទ្ធគឺល្អអញ្ចឹងខ្ញុំមិនមែនជាអ្នកលក់ពងទាទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនយើងអំពីការដែលយើងរកសាច់រកអីតាមពិតវាមានប្រយោជន៍ជាងសាច់ក្រហមតែវាថោកជាងអញ្ចឹងណាបាទសាច់ក្រហមទាំងអស់ទៅប្រទេសណាក៏ដោយគេណែនាំមិនឲ្យយើងញ៉ាំវាច្រើនទេប៉ុន្តែយើងនាំគ្នាចូលចិត្តសាច់ក្រហមយើងទិញសាច់ក្រហមហ្នឹងគឺថ្លៃបាទថ្លៃតាម brand តាមអីគេប៉ុន្តែអ្វីដែលយើងអាចទទួលទានបានជារួមគឺសុទ្ធនឹងតម្លៃធូរថ្លៃហើយមានប្រយោជន៍ច្រើនកុមារមនុស្សចាស់មនុស្សមានផ្ទៃពោះបានទាំងអស់គ្នាហើយសាសនាជនជាតិណាក៏អាចញ៉ាំបានបាទអញ្ចឹងសុទ្ធគឺជាអាហារដែលគួរជ្រើសរើសទី1បាទទី1បាទហើយបន្ទាប់មកក្នុងចានយើងមាននំប៉័ងឧទាហរណ៍យើងយកឧទាហរណ៍ទេណាបាទមាននំប៉័ងឬក៏មាននំប៉ាវឬក៏មានអីគេមីហ្នឹងហើយអីហ្នឹងទេបាទគេឆាអីហ្នឹងហើយប៉ុន្តែនៅអាហារមួយទៀតនោះគឺផ្លែឈើបាទពពុះវីតាមីនផ្ដល់វីតាមីនមកអញ្ចឹងផ្លែឈើវាផ្ដល់អីឲ្យយើងវាផ្ដល់វីតាមីនផងវាផ្ដល់ fiber ផងអញ្ចឹងនៅក្នុងហ្នឹងវាផ្ដល់វីតាមីនឲ្យយើងអីវាខ្លួនយើងត្រូវការវីតាមីនច្រើនអញ្ចឹងមានវីតាមីន B មានវីតាមីន C មានអីចឹងបាទវីតាមីន A ដោយសារផ្លែឈើទៅតាមប្រភេទវាមកយើងញ៉ាំការ៉ុតយើងបានវីតាមីន A ដោយសារវាលឿងវាជួយភ្នែកអញ្ចឹងណាយើងញ៉ាំពេកផងយើងបានប៉ូតាស្យូមយើងបានម៉ាញ៉េស្យូមអីនៅក្នុងហ្នឹងអញ្ចឹងក្នុងបន្លែយើងអាចជ្រើសរើសញ៉ាំអីក៏បានដែរទៅតាមពណ៌របស់បន្លែដែលវាផ្ដល់ប្រយោជន៍ឲ្យយើងជាវីតាមីនក្នុងបន្លែហ្នឹងគឺវាមានសារជាតិ fiber ទៀតវាធ្វើឲ្យយើងមិនទល់លាមកមិនក្តៀនហើយឲ្យពោះវៀនកាពះយើងធ្វើការបានល្អតែអ្វីដែលសំខាន់យើងត្រូវជ្រើសរើសថាប្រភពបន្លែផ្លែឈើហ្នឹងតើវា pure អត់វាសុទ្ធអត់មានន័យថាមិនជ័រទេគេយកមកពីប្រភពណាជួនកាលប្រភពដែលគេប្រើថ្នាំពុលលើសលោកពេកយើងញ៉ាំទៅក៏ទទួលបានផលមិនល្អដែរបាទទៅជាមួយនឹងរបបអាហារពេលព្រឹកមានបងប្អូនច្រើនតែគាត់ច្រើនញ៉ាំតែមួយមុខគេញ៉ាំទីច្រើនគឺអាហារថាពលគ្រូតែញ៉ាំតែនំប៉័ងគឺនំប៉័ងតែម្ដងទៅហើយតែគាត់ភ្លេចថានៅមានអាហារពីរក្រុមទៀតដូចគ្រូបានលើកឡើងទៅលើអាហារស្ថាបនានិងអាហារការពារចាចាគ្រូនោះយើងអនុវត្តអត់ត្រូវយើងឲ្យខ្លួនយើងអត់ត្រូវកាលណាយើងញ៉ាំអូតោះតែបើយើងញ៉ាំតែអាហារធម្មពលនៅពេលណាដែលយើងញ៉ាំទៅវាបំបែកទៅជាស្ករនៅពេលដែលវាបំបែកជាស្ករប្រើវាលឹះធម្មពលវាអត់វាប្រើអត់អស់ថ្លើមយើងនឹងបំបែកស្ករទៅជាខ្លាញ់ដើម្បីស្តុកបំរុងស្តុកទុកក្នុងខ្លួនយើងដើម្បីបំរុងបើពេលវាស្តុកទៅធ្វើម៉េចខ្លួនយើងសម្បូរខ្លាញ់សម្បូរខ្លាញ់ធ្វើម៉េចឲ្យយើងមិនឡើងគីឡូឡើងទម្ងន់បាទអញ្ចឹងនៅក្នុងខ្លួនយើងវាត្រូវការ balance ត្រូវការលំនឹងតុល្យភាពរវាងអាហារមួយហ្នឹងអញ្ចឹងអ្នកខ្លះគេញ៉ាំឆ្អែតប៉ុន្តែបានគេអត់សូវធាត់អ្នកខ្លះញ៉ាំអត់សូវឆ្អែតគេតមួយតចេះតែធាត់ដោយសារតែយើងមិនបានយល់ដឹងអំពីរបបអាហារឲ្យវា balance អញ្ចឹងអ្នកញ៉ាំស្ករច្រើនអ្នកញ៉ាំអាហារធម្មពលច្រើនពេកមិនផុតពីគាត់ឡើងគីឡូទេចេះសួរថាចុះបើ protein ដែលយើងញ៉ាំទៅអាសាច់ដែលយើងញ៉ាំទៅតើវាអាចធ្វើយើងធាត់បានអត់បានដូចគ្នាប៉ុន្តែវាតិចជាងដោយសារវាត្រូវឆ្លងកាត់ហូម៉ូនមួយយ៉ាងនៅក្នុងខ្លួនយើងគេហៅថា cortisol វាយក protein បំលែងទៅជាខ្លាញ់ដើម្បីបំលែងទៅជាស្ករឲ្យយើងប្រើឲ្យចម្រាញ់ទៅជាខ្លាញ់បានដូចគ្នាតែវាឆ្លងកាត់ process វែងឆ្ងាយយឺតជាងញ៉ាំអា direct ទៅអញ្ចឹងណាបាទអញ្ចឹងអ្នកដែលអញ្ចឹងបានគេយក protein ទៅឲ្យជ្រូកចាំជ្រូកឲ្យត្រីឲ្យអីច្រើនទៅឆាប់ធាត់ហ្នឹងក៏វាអាចដំណើរការបានដែរប៉ុន្តែវាតិចវាយឺតជាងយើងញ៉ាំ direct ឬយើងញ៉ាំទឹកដោះគោផ្អែមយើងញ៉ាំទឹកសារ៉ូយើងញ៉ាំទឹកក្រូចយើងញ៉ាំបាយយើងញ៉ាំអីហ្នឹងគឺលឿនមែនតើបើមិនជឿយើងយកបាយទៅដាក់ក្នុងមាត់យើងបៀមវាតែ5នាទីឡើងទៅយើងមានអារម្មណ៍ថាបាយហ្នឹងចាប់ដើមផ្អែមហើយកាលណាវាត្រូវជាមួយទឹកមាត់យើងវាបំលែងទៅជាស្ករភ្លាមអញ្ចឹងណាបាទគ្រូត្រឹមត្រូវខ្ញុំនឹកឃើញដល់អ្នកគាត់កំពុងតែជាយើងសម្រាប់គីឡូគាត់បាញ់ចែកពីច្រើនគឺគាត់កម្រគ្រូដោយសារតែគាត់ពិបាកក្នុងការបាញ់ចែកដូចគ្រូលើកឡើងមុននឹងអញ្ចឹងគាត់អត់ទាន់បាញ់ចែកថារបបអាហារណាដែលគាត់គួរតែកាត់បន្ថយរបបអាហារណាដែលគាត់គួរតែញ៉ាំដើម្បីបំពេញបន្ថែមទៅលើរាងកាយរបស់គាត់គ្រូគាត់ចិត្តអត់អាហារតែម្ដងអញ្ចឹងគឺគាត់អត់អាហារបែបហ្នឹងគឺប្រឈមមកជាមួយនឹងបញ្ហាសុខភាពកាន់តែខ្លាំងនៅដើមណាគ្រូកាលណាគាត់អត់យល់អញ្ចឹងបានយើងធ្វើកម្មវិធីទាំងអស់ហ្នឹង Healthy Cambodia គឺចែករំលែកឲ្យបងប្អូនយើងបានចូលស្ដាប់ចូលទេសនាខ្លីប៉ុន្តែមានប្រយោជន៍សម្រាប់ខ្លួនឯងហើយយកទៅពិចារណានៅពេលដែលយើងតមថាអត់ចង់ឲ្យធាត់មួយនិយាយរួមគឺពាក្យអត់ព្រោះពាក្យធាត់មែនទេគឺហៅឡើងទម្ងន់ជាទូទៅធាត់ហ្នឹងគឺប្រើគ្រប់គ្នាទាំងអស់ហើយបាទអញ្ចឹងបើខ្ញុំនិយាយទៅវាប៉ះអារម្មណ៍មិនសូមអធិស្ឋានដែរអញ្ចឹងធាត់ឡើងទម្ងន់តែអង់គ្លេសគេហៅ obesity បាទអញ្ចឹងកាលណាយើងអត់ចង់ឡើងទម្ងន់មួយគត់ហើយយើងទៅតមអាហារអញ្ចឹងអញ្ចឹងតមអាហារយើងបំណងកុំឲ្យចូលស្ករទៅក្នុងខ្លួនយើងដឹងថាស្ករធ្វើយើងធាត់អត់មានទេតាអញ្ចឹងច្រឡំថាទៅញ៉ាំតែស្ករចាអាប្រភេទម្សៅទាំងអស់ដែលគេផលិតពីម្សៅលតឆាមីឆាទាវឆាអីទាំងអស់នំប៉័ងនំពីទាំងអស់គាត់តែធ្វើយើងមានស្ករក្នុងខ្លួនអញ្ចឹងពេលយើងញ៉ាំយើងអត់ចង់ឲ្យវាចូលអាហ្នឹងយើងតមអត់ញ៉ាំអញ្ចឹងខ្លួនយើងមួយថ្ងៃវាអត់ត្រូវការតែស្ករនឹងមួយណាជាតិផ្អែមនឹងមួយណាវាត្រូវការបើសិនជាមនុស្សពេញវ័យវាត្រូវការប្រូតេអ៊ីនជុំវិញបើនារីពេញវ័យវាត្រូវការ4ខាំទៅកន្លះគីឡូហើយបើបរិសសាច់ប្រូតេអ៊ីនហ្នឹងវាត្រូវការរហូតដល់6ខាំអញ្ចឹងជារៀងរាល់ថ្ងៃហើយបើយើងអត់វាតែ2 3ថ្ងៃខ្លួនយើងចាប់ដើមខ្វះវាខ្វះភ្លាមវាអត់ប្រាប់យើងទេយល់ទេវាខ្វះភ្លាមវាអត់ប្រាប់យើងទេប៉ុន្តែយើងនៅតែបន្តខ្វះនៅពេលដែលវាប្រាប់យើងមានន័យថាយើងផ្ដល់ឲ្យវាវិញយឺតទៅហើយយល់ទេយឺតមានន័យថាដំណើរការនៃខ្លួនយើងកាលណាវាខ្វះវាប្រាប់យើងវាយកអាប្រូតេអ៊ីនដែលវាសន្សំបានវា save ទុកនៅក្នុង bank វាហ្នឹងយកមកប្រើសិនអញ្ចឹងយើងអត់ដឹងយើងអត់ខ្វល់ទេដល់ពេលវាអស់វាចាប់ដើមចេញអាការៈមកយើងដាក់ចូលវិញវាមិនមែនដូចយើងយកលុយទៅដាក់ក្នុងធនាគារទេអញ្ចឹងណាអញ្ចឹងនេះជាឧទាហរណ៍បាទវាធ្វើឲ្យយើងចាប់ដើមខ្លាំងជាអស់កម្លាំងគេមិនលក់លះលហើយមួម៉ៅឆេវឆាវហើយimmune ចុះខ្សោយមានរោគងាយវាយយើងមកអញ្ចឹងពេលដែលយើងស្វែងយល់ពីសុខភាពបើយើងអត់ពពួកស្ករតែយើងទៅញ៉ាំពពួកដែលអត់មានស្ករបានញ៉ាំសាច់យើងញ៉ាំបន្លែឲ្យបានច្រើនហើយបន្លែទាំងអស់ហ្នឹងគួរតែបន្លែដែលមិនមានជាតិស្ករដែរបន្លែទឹកស្ករដែរដូចពពួកសាឡាត់ពពួក
តកួនពពុះស្ពៃអីដែលវាអត់បំលែងជាស្ករបានយើងញ៉ាំឲ្យឆ្អែតវាបានវីតាមីនបានប្រូតេអ៊ីនហើយយើងមិនថែព្រោះអីអាប្រូតេអ៊ីនវាបំលែងទៅជាស្ករបានតិចតួចដែរអញ្ចឹងយើងញ៉ាំបែបហ្នឹងហើយកុំញ៉ាំឲ្យឆ្អែតពេកយើងញ៉ាំត្រឹមតែ60-70%បានអញ្ចឹងយើងដោះស្រាយបញ្ហានេះបានហើយយើងហាត់ប្រាណយើងធ្វើសកម្មភាពឲ្យវាដុតធម៌ពលរបស់យើងហើយទៅចាំថាអ្នកខ្លះគាត់ចោះចាញ់កន្លែងហ្នឹងគាត់ថាខ្ញុំសម្រក់ខ្ញុំគ្រាន់តែទៅឃើញបាយក៏ខ្ញុំគាត់ឡើងវិញដែរតែគាត់អត់ទាន់ដឹងថាឥឡូវថ្ងៃនេះដោយសារវិធានបទហ្នឹងអញ្ចឹងក៏ចែករំលែកមួយទៀតថាពេលដែលយើងអត់អាហារដើម្បីឲ្យស្រកទម្ងន់ណាពេលដែលខ្លួនយើងខ្វះស្ករនៅក្នុងឈាមភ្លាមអាចថា4 ទៅ 6 ម៉ោងគូក្បាលយើងចាប់ផ្ដើមបញ្ជាឲ្យយើងឃ្លានដើម្បីញ៉ាំទៅបានស្ករចូលមកធ្វើប៉ុន្តែនៅពេលដែល4 ទៅ 6 ម៉ោងយើងចាប់ផ្ដើមឃ្លានហើយយើងគិតថាអូទៅរកដាក់សិនយើងដាក់ទៅស្ករចូលក្នុងចរន្តឈាមវិញតែពី30 នាទីទៅ1ម៉ោងវាចូលពេញអញ្ចឹងនៅពេលដែលវាចូលពេញហ្នឹងហើយវាធ្វើយើងបាត់ឃ្លានហើយយើងទៅមិនស្រកជាទូទៅនៅពេលដែលយើងឃ្លានហ្នឹងបើយើងទ្រាំនឹងការឃ្លានហ្នឹងបានគូក្បាលថាអូវាដាក់មកទេអញ្ចឹងគូក្បាលអត់មានអីដុតទេអញ្ចឹងវាចាប់ដើមបញ្ជាថ្លើមឲ្យអូសខ្លាញ់យើងយកមកដុតបំលែងទៅជាស្ករដើម្បីយកទៅប្រើអញ្ចឹងចាប់ពី8ម៉ោងឡើងបានវាចាប់ដើមយកអាវាស្តុកហ្នឹងយកមកបំលែងជាខ្លាញ់បានឲ្យយើងប្រើអញ្ចឹងរយៈពេលវែងមែនទែនហើយយើងអត់តែ4ម៉ោងតែ6ម៉ោងអត់មួយជីវិតហ្នឹងក៏មិនស្រកដែរបាទក៏មិនស្រកដែរនេះជាហេតុផលអញ្ចឹងណាយើងពេលច្រើនអ្នកឡើងគីឡូគូបាក់ទៅខ្លះលោកគ្រូអត់តាមពេលហ្នឹងគាត់រៀងហេលហាឬក៏គាត់ញ៉ាំទៅក៏មានថាញ៉ាំស្ទើគាត់ទៅញ៉ាំបន្ថែមទៀតដើម្បីឲ្យឆ្អែតទៅដូចខ្ញុំតែងតែនិយាយអាហារពេលព្រឹកណាដូចគ្នាទាំងដែរអាហារពេលព្រឹកអញ្ចឹងខ្ញុំនិយាយនៅក្នុងពីខ្ញុំក៏អញ្ចឹងដែរបើយើងហ៊ានតោះតែយើងហ៊ានធ្វើសង្គ្រាមធ្វើបដិវត្តជាមួយនឹងការឃ្លានហ្នឹងអត់យើងឈ្នះយើងបានរៀនការយើងតាមប្រាថ្នាតែបើយើងមិនហ៊ានច្បាំងទេយើងចោះចាញ់តាំងពីគ្រាន់តែលឺសូគេគម្រាមខ្លាចបាត់ហើយបាទខ្លាចអាភាពឃ្លានហ្នឹងបាត់ហើយយើងប្រកាសជានៅដដែលហើយនឹងឡើងជាងមុនហើយអត់ហើយដាក់វិញកាន់តែឡើងការឡើងគីឡូគឺប៉ះពាល់ខ្លាំងគ្រូដោយសារតែទៅជាមួយនឹងបញ្ហាឡើងគីឡូមិនថាជាមួយទឹកនោមផ្អែមជាមួយផ្សេងទេគឺចាប់ដើមមកបាទជាមួយកណ្ដាចង់យើងនិយាយគ្នាអំពីតើឡើងទម្ងន់ obesity វាប៉ះពាល់អីខ្លះចាវីដេអូក្រោយនឹងមានបងប្អូនអ្នកគាត់ចាំថាឡើងគីឡូមានបញ្ហាអីវីដេអូក្រោយនឹងជួបលោកគ្រូម្ដងទៀតចាគ្រូខ្ញុំមិនលោកគ្រូដោយសារតែគ្រូលើកឡើងហ្នឹងទៅលើមនុស្សធំរបស់អាហារធំខ្ញុំចង់ឲ្យគ្រូលើកឡើងទៅលើរបស់អាហារកូនក្មេងវិញដោយសារតែកូនក្មេងពេញប្រហែលជាគាត់អាយុ6 7ឆ្នាំដល់12ឆ្នាំហ្នឹងក៏គាត់ត្រូវការអាហារដែលសមស្របសម្រាប់រាងកាយដែរចង់ឲ្យគ្រូជួយណែនាំថាតើរបស់អាហារហ្នឹងដូចទៅនឹងមនុស្សធំដែរលោកគ្រូ